ជីវិតប្តីប្រពន្ធជាច្រើនដែលរស់នៅក្នុងភាពជូរចត់ដោយសារតែគាត់រំពឹងទុកទៅលើស្តង់ដារដែលវាមិនអាចកើតឡើងមួយចំនួនទីមួយគឺរំពឹងឲ្យប្តីឬក៏ប្រពន្ធខ្លួនឯងហ្នឹងអាចមើលចិត្តខ្លួនឯងធ្លុះតែខ្ញុំចង់ប្រាប់ថាបើយើងមិននិយាយគេអត់ដឹងទេអញ្ចឹងបើសិនតែចង់ឲ្យគេដឹងនិយាយប្រាប់គេទៅកុំរងចាំពេលដែលយើងរងចាំឲ្យអ្នកណាម្នាក់ធ្វើអ្វីដើម្បីយើងហ្នឹងយើងទេអ្នកថប់ខ្យល់តែងតែរំពឹងទុកថាប្តីឬក៏ប្រពន្ធអាចបំពេញរាល់តម្រូវការរបស់យើងអញ្ចឹងរាល់តម្រូវការបងប្អូនទាំងឡាយមិនមែនតិចទេច្រើនមុខអញ្ចឹងបើសិនតែខុសតែមួយមុខក៏ខកចិត្តដែរតែអ្វីដែលត្រូវគឺប្តីប្រពន្ធគឺយើង support គ្នាទៅវិញទៅមកម្ដងគាត់ម្ដងយើងម្ដងយើងម្ដងគាត់មិនអាចឲ្យម្នាក់ធ្វើរហូតម្នាក់អង្គុយទៅទទួលរហូតនោះទេទី3គឺតែងតែរំពឹងថាឲ្យដៃគូរបស់យើងហ្នឹងធ្វើអីចេញមកគឺល្អហ្មងតំណងហ្មងត្រូវហ្មងប៉កែហ្មងខ្លាំងហ្មងឥតខ្ចោះតែគាត់ភ្លេចគិតថាយើងនៅតែជាមនុស្សលោកមានសាច់មានឈាមទោះបីមិនក៏ដោយនៅតែមានខុសទី4ហ្នឹងគឺរំពឹងឲ្យប្តីឬក៏ប្រពន្ធយើងហ្នឹងផ្លាស់ប្ដូរអត្តចរិតមិនល្អកប្បកិរិយាមិនល្អអរិយាបថមិនល្អរបៀបនិយាយស្ដីមិនល្អទម្លាប់មិនល្អភ្លាមដោយមិនទុកពេលឲ្យពួកគាត់កែប្រែនោះទេបងប្អូនទាំងអស់គ្នាស្អីក៏ដោយវាទាមទារពេលវេលាយើងអាចរៀនអំពីការដាំដំណាំបានការផ្លាស់ប្ដូរអីមួយវាត្រូវការពេលវេលាបើយើងបញ្ញាប់គឺដឹងតែខកចិត្តហ្មងទី5គឺគាត់តែងតែគិតថាស្នេហាអាពាហ៍ពិពាហ៍ខាងប្រុសត្រូវតែជាអ្នកទទួលខុសត្រូវតែសម្រាប់ខ្ញុំអត់ទេដើម្បីឲ្យគ្រួសារមួយមានតម្លៃគ្រួសារមួយមានសុភមង្គលគ្រួសារមួយពោពេញទៅដោយអត្ថន័យសម្រាប់ខ្លួនឯងហើយសម្រាប់កូនសម្រាប់សង្គមជាតិហ្នឹងគឺជាទំនួលខុសត្រូវរវាងយើងទាំងពីរនាក់ទី6គាត់ចេះតែច្រឡំថាស្នេហាអាពាហ៍ពិពាហ៍ជារៀងរាល់ថ្ងៃត្រូវតែរំភើបជារៀងរាល់ថ្ងៃខ្ញុំរៀបការ24ឆ្នាំហើយឆ្នាំនេះចូលឆ្នាំទី25នៃអាពាហ៍ពិពាហ៍របស់យើងហើយមិនចាំបាច់សួរដល់អ្នក20ឆ្នាំទេសួរដល់អ្នកត្រឹមតែ3ឆ្នាំក៏គាត់អាចនិយាយបានដែរថាឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3អារម្មណ៍រំភើបវាខុសគ្នាបាត់ទៅហើយអញ្ចឹងបើសិនជាយើងនៅតែរំពឹងថាគ្រប់ពេលវាត្រូវតែមានអារម្មណ៍រំភើបជាមួយគ្នាណាអញ្ចឹងយើងអាចខកចិត្តពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់ខ្ញុំវាคล้ายទៅជា commitment វាคล้ายទៅជាការបដិញ្ញាចិត្តទំនួលខុសត្រូវដែលយើងធ្វើឲ្យគ្រួសាររបស់យើងមានសុភមង្គលរួមគ្នាអញ្ចឹងបើសិនជាយើងត្រូវការអារម្មណ៍រំភើបស្នេហាបែបដបងឡើងវិញយើងអាចបង្កើតវាបានអត់បញ្ហាទី7គាត់តែងតែជឿថាគ្រប់ឧបសគ្គអីទាំងអស់គាត់ចង់ឲ្យប្តីគាត់បើសិនជាប្តីជាអ្នករ៉ាប់រងណាដោះស្រាយវាឲ្យលឿនឲ្យវាឆាប់ចប់ឬបើសិនជាប្រពន្ធជាអ្នករ៉ាប់រងគាត់តែងតែចង់ឲ្យប្រពន្ធដោះស្រាយវាឲ្យលឿនឲ្យវាឆាប់ចប់តែអីក៏ដោយប្តីប្រពន្ធរបស់យើងនៅតែជាមនុស្សលោកមិនមែនប្រូក្រាមចុចប៉ាំងបាត់ផោងទេអញ្ចឹងគឺត្រូវការពេលវេលាដើម្បីឲ្យគាត់ដោះស្រាយតាមសម្រួលទី9គឺចង់បានការលើកសរសើរការដឹងគុណការយល់ចិត្តអីភ្លាមតែម្ដងប៉ុន្តែប្តីប្រពន្ធគឺមានអត្តចរិតខុសគ្នាប្តីខ្លះគាត់សម្ដីបានអញ្ចឹងគាត់អាចសរសើរពុបតែប្តីខ្លះគាត់អៀនដូចគ្នាប្រពន្ធខ្លះគាត់និយាយបានគាត់ប្រកែកនិយាយអញ្ចឹងសម្រាប់គាត់អារឿងនិយាយអរគុណដឹងគុណសរសើរម្នាក់អីហ្នឹងគាត់ជំនាញតែប្រពន្ធខ្លះគ្នាអត់ចេះនិយាយអញ្ចឹងដល់ពេលរំពឹងថាត្រូវតែភ្លាមអញ្ចឹងពេលខ្លះយើងអាចខកចិត្តខ្លួនឯងអ្នកខ្លះក៏បានសរសើរបានអរគុណជាពាក្យសម្ដីទេប៉ុន្តែសកម្មភាពផ្សេងបញ្ជាក់គ្រប់យ៉ាងដូចខ្ញុំនិយាយអំពីភាសានៃក្តីស្រឡាញ់របស់ប្តីប្រពន្ធយើងអញ្ចឹងកន្លែងហ្នឹងវា connect គ្នាមួយទៀតចុងក្រោយគេហ្នឹងគឺគាត់តែងតែរំពឹងថាស្អីក៏ដោយត្រូវតែឯកភាពគ្នាតែបងប្អូនទាំងឡាយយើងគឺធំធាត់ក្នុងគ្រួសារពីរផ្សេងគ្នា background ពីរផ្សេងគ្នាការចិញ្ចឹមបីបាច់បរិយាកាសក្នុងក្រុមគ្រួសារខុសគ្នាដាច់អញ្ចឹងគឺយើងមិនអាចរំពឹងថាប្តីនឹងគិតដូចយើងប្រពន្ធនឹងគិតដូចយើងទេសម្រាប់ខ្ញុំរៀនចេះពីគ្រូខ្ញុំម្នាក់គឺគាត់ប្រាប់ថានៅពេលដែលយើងយល់ពីគ្នាស៊ីជម្រៅមែនទែនគឺយើងនឹងអាចឯកភាពគ្នាទៅលើអ្វីដែលយើងមិនឯកភាព